បាទជំរាបសួរខ្ញុំបាទឈ្មោះផៃសុផលជាមន្ត្រីបច្ចេកទេសកសិកម្មនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងវិស័យខេត្តព្រៃលិនថ្ងៃនេះក្រុមការងារបានមកផ្ដិតយករូបភាពអំពីដំណាំកាហ្វេនៅក្នុងខេត្តព្រៃលិនហើយបងប្អូនធ្លាប់ឮថាពីដើមឡើយកាលពីទសវត្សរ៍ទី60ជំនាន់បារាំងគឺនៅក្នុងខេត្តព្រៃលិនយើងមានចំការកាហ្វេមានការដាំដុះចំការកាហ្វេជាលក្ខណៈឧស្សាហកម្មបាទហើយរហូតដល់មានភូមិមួយដែលនៅក្នុងខេត្តព្រៃលិននៅក្នុងសង្កាត់ទួលលវាមានឈ្មោះថាភូមិចំការកាហ្វេបាទហើយថ្ងៃនេះយើងមកផ្ដិតយករូបភាពនៃចំការកាហ្វេរបស់បងប្រុសលឿងសុកតែស្ថិតនៅភូមិព្រៃមង្គលសង្កាត់អូតាវ៉ាវក្រុងព្រៃលិនខេត្តព្រៃលិនហើយសូមជួយបងប្អូនទស្សនាចំការកាហ្វេជាមួយខ្ញុំទាំងអស់គ្នាបាទបាទខ្ញុំបាទជាកសិករនៅក្នុងភូមិព្រៃមង្គលឃុំអូតាវ៉ាវសង្កាត់ឃុំអូតាវ៉ាវនិងខេត្តប៉ៃលិនខ្ញុំដាំកាហ្វេនៅក្នុងតំបន់ភូមិព្រៃមង្គលនេះដាំបានរយៈពេលប្រហែលជា10ឆ្នាំដែរហើយការដាំរបស់ខ្ញុំនេះវាមានផលលំបាកដែរដោយសារមួយរយៈចុងក្រោយនេះអាកាសធាតុនៅខាងស្រុកអាកាសធាតុនេះវាប្រែប្រួលខ្លាំងអញ្ចឹងធ្វើឲ្យវាជួបឧបសគ្គច្រើនដោយសារបញ្ហាអាកាសធាតុនឹងឯងអញ្ចឹងវាធ្វើឲ្យបានប្រមូលផលមិនសូវជាពេញចិត្តប្រហែលទេផ្ទៃដីកាលពីមុនខ្ញុំដាំច្រើនដាំបានប្រហែលជាដូចជាជិត10000ដើមដល់ពេលជិត10000ដើមដល់ពេលវាជួបឧបសគ្គអញ្ចឹងទៅខ្ញុំក៏រំលាយចោលខ្លះទៅនៅសល់តែតិចតួចទេឥឡូវនៅសល់ប្រហែលជាខ្ទង់ប្រហែលជា2000ដើមជាងប៉ុណ្ណឹងអានេះបើសិនជាយើងធ្វើឲ្យបានគ្រប់ជ្រុងជ្រោយល្អ1ហិកតាបានប្រហែលជាបើសិនជាគិតទៅមិនប្រហែលគ្រាន់តែជាប្រហែល10តោនអាចធ្វើបានទីផ្សារខ្ញុំលក់នៅត្រឹមបាត់ដំបងយើងទេកាលពីឆ្នាំដំបងឆ្នាំ2018 19ហ្នឹងខ្ញុំធ្លាប់លក់ទៅឲ្យខាងស៊ិនវិញជូបាទកាហ្វេនេះពាក់ព័ន្ធជាមួយនឹងដំណាំកាហ្វេនេះគឺនៅវាចាប់ដើមនៅក្នុងខែ1វាចាប់ដើមផ្កាហើយពីរយៈពេលដែលផ្កាទៅដល់បេះហ្នឹងគឺមួយឆ្នាំពេញតែម្ដងបានប្រមូលផលកាហ្វេខ្ញុំនេះអាចចាប់ដើមប្រមូលផលនៅក្នុងខែ12ខែ1ហ្នឹងឯងខែ12ព្រោះកាលណាតែយើងប្រមូលផលហើយបេះវាស្អាតហើយវាចាប់ដើមផ្កាបន្តហើយវាអត់ចាំទេគឺវាផ្កានៅអាចុងមេឃហ្នឹងអាចុងដូចខ្ញុំនិយាយខាងដើមហ្នឹងផ្កានៅអាចុងនឹងបន្តទៀតអញ្ចឹងបានថាកាហ្វេនេះបើសិនជាយើងលក្ខណៈពិសេសរបស់វាបំផុតគឺតែងដើមបើសិនជាយើងតែងដើមអត់ត្រូវទេគឺកាហ្វេយើងបានផលតិចណាស់វាអត់ដូចកាហ្វេដែលយើងដាំថ្មីទេកាហ្វេដែលយើងដាំថ្មីមេឃវានៅគ្រប់គ្រាន់ដែលយើងចេញមកដំបូងគឺវាមេឃវាគ្រប់គ្រាន់យើងអាចដាំបានដល់ពេលចូលដល់ឆ្នាំទី2ឆ្នាំទី3គឺដើមម្ដងយើងមិនអាចទុកឲ្យវាលូតខ្ពស់ដល់លើទេមូលហេតុគឺផ្លែវាតូចយើងមិនងាយប្រមូលផលទេអញ្ចឹងវាត្រូវការឲ្យវាទៀបដើម្បីយើងប្រមូលផលបានស្រួលគឺលក្ខណៈបច្ចេកទេសក្នុងការតែងដើមហ្នឹងឯងហើយអាការថែទាំវិញក៏វាមិនសូវជាពិបាកប្រហែលទេវាមានតែសត្វល្អិតវាមានសំខាន់បំផុតគឺអាសត្វល្អិតចៃសហ្នឹងតែម្ដងចៃសទី1ហើយមួយទៀតជំងឺវាគឺអាជំងឺដែលងាប់ចុងងាប់ដើមងាប់មែកហ្នឹងងាប់មែកជំងឺងាប់មែកដោយខ្ញុំប្រាប់វាងាប់អាមែកដែលយើងឃើញណាវាងាប់មែកហ្នឹងអាហ្នឹងយើងអត់ដឹងថាវាត្រូវការចៃសនេះរយៈពេល1ខែខ្ញុំបាញ់ម្ដងបាទដើម្បីនេះខ្ញុំចង់ជាបន្ថែមទៅបើអបមកថាបើខាងកសិករគាត់ត្រូវការដាំដំណាំកាហ្វេណាសូមគាត់សិក្សាឲ្យបានច្បាស់លាស់សិនមុននឹងដាំទី1ហើយយើងត្រូវការគិតគូរពីប្រភពទឹកផងបើសិនប្រភពទឹកអត់គ្រប់គ្រាន់ទេវាពិបាកក្នុងការទទួលផលអាហ្នឹងអញ្ចឹងគឺទាមទារឲ្យគាត់សិក្សាឲ្យបានច្បាស់លាស់ទី1បាទមុននឹងសម្រេចចិត្តដាំ អ
ណាត់